យប់មុនចេញទៅភ្នំពេញលោកឪពុកអ្នកម្ដាយបានរៀបចំរបស់ប្រើប្រាស់ចាំបាច់ទាំងអស់រួចរាល់សម្រាប់ឲ្យកំហាក់ដើម្បីដាក់ផ្ញើតាមឡានឈ្នួលទៅផងហើយពីព្រោះថាកំហាប់គាត់ទៅដោយម៉ូតូអញ្ចឹងរបស់របរច្រើនអត់អាចដឹកទៅតាមម៉ូតូទាំងអស់បានទេអញ្ចឹងរៀបចំផ្ញើតាមឡានឈ្នួលទៅខ្លះហើយចំណែករបស់ទូចទូចដែលអាចដាក់តាមម៉ូតូបានហ្នឹងក៏រៀបចំម្ដុំដើម្បីឲ្យកំហាប់ដាក់តាមម៉ូតូទៅដោយខ្លួនឯងទៅហើយនៅយុគមនុស្សផងដែរហ្នឹងកំហាប់គាត់ក៏បានផ្ញើសារទៅមេលីនដើម្បីប្រាប់ជាការជូនដំណឹងទៅមេលីនណាថាស្អែកគាត់នឹងត្រូវទៅភ្នំពេញហើយផ្ញើសារហ្នឹងគឺសារក្នុងន័យគ្រាន់តែជូនដំណឹងគ្រាន់តែអីទេប៉ុន្តែកំហាប់គុំមានអារម្មណ៍រៀងភ័យអដែរដោយសារតែអ្នកដែលគាត់ត្រូវជូនដំណឹងទៅនេះគឺជាក្រាស់របស់គាត់ហ្នឹងឯងហ្នឹងហើយម៉ោងប្រហែលជា9យប់ហ្នឹងគាត់ក៏ចាប់ផ្ដើមផ្ញើសារទៅមេលីននៅសុកសេម៉ោងប៉ុណ្នេះគឺអ្នកភូមិគឺដេកស្ងាត់ភូមិអស់ហើយហ្នឹងហើយគាត់បានផ្ញើសារទៅមេលីនជាមួយនឹងសារដំបូងរបស់គាត់ហ្នឹងបានតែសេថាសួស្ដីបងមេលីនកំហាប់នេះគឺយ៉ាប់តតែមែនតើណាផ្ញើសារដំបងទៅគេច្រឡំហៅគេបងទៅទៀតហៅមីលីននឹងថាបងទៅទៀតហ្នឹងហើយមីលីនគាត់ក៏តបមកវិញតាមធម្មតាតាមស្រួលអញ្ចឹងថាចាបងហើយកំហាប់គាត់ក៏បន្តទៅទៀតថាខ្ញុំកំហាប់ដែលជួលផ្ទះពុទ្ធីស្អែកខ្ញុំចាប់ផ្ដើមចូលនៅបានទេហ្នឹងហើយគាត់សួរនាំតែដូចស្អែកគាត់ទៅពេញហ្នឹងចង់ថាពីស្អែកទៅគាត់អាចចាប់ផ្ដើមចូលរស់នៅបានអត់ផ្ទះហ្នឹងណាហើយមីលីនគាត់ក៏តបមកវិញថាចាស្គាល់អន្តើហើយហៅគេសុទ្ធតែបងចង់ថាខ្ញុំចាស់មែនអូកំហាប់ Vivo ហើយកំហាប់ Vivo ហើយអាសាហៅគេបងមេលីនមុនហ្នឹងណាឥឡូវគឺគេដាក់មកនេះឥឡូវទៅដោះស្រាយជាមួយគេយ៉ាងម៉េចអាខ្លួនឯងអត់កែនិយាយផងណាហើយទៅភ័យផ្ញើខុសលេងហៅគេបងទៅទៀតឥឡូវគេដាក់សោកសៀតមកត្រូវដោះស្រាយជាមួយគេយ៉ាងម៉េចកំហាប់មើលទៅចាំមើលហើយមេលីនគាត់ក៏បន្ថែមសារពីលើទៅទៀតជាសារផ្លូវការណាគាត់ថាចាំមកដល់ចាំ call មកខ្ញុំមកចាំខ្ញុំទៅបើកសោឲ្យហ្នឹងហើយប្រាប់កំហាប់ថាពេលមកដល់ជាជួលហ្នឹងចាំតាក់តមកគាត់មកចាំគាត់ទៅស្រួលបើកសោបកអីឲ្យចូលផ្ទះបកុលសោបកុលអីឲ្យអញ្ចឹងទៅកំហាប់គាត់ក៏ឆ្លើយសារតបទៅទៀតអូសារកន្លែងនេះគឺតបហៅគេបងមិញហ្នឹងណាហ្នឹងហើយតបទៅទៀតហ្នឹងគឺគាត់ថាមកចាំមើលដោះសារមួយគេថាមកគាត់ថាអត់ទេមកពីខ្ញុំភ័យពេកអូកំហាប់នេះកាន់តែយ៉ាប់ហើយកំហាប់កាន់តែយ៉ាប់ហើយខ្លួនភ័យហ្នឹងប្រាប់គេថាភ័យទៀតគេថាភ័យទៀតឥឡូវចាំមើលមីលីនគាត់ថាមិនទៅវិញមីលីនគាត់ក៏តបមកវិញគាត់ថាហើយថៃបានភ័យខ្ញុំគួរឲ្យខ្លាចមែនអូកំហាប់កាន់តែធ្ងន់ណាកាន់តែផ្ញើសារទៅគេកាន់តែដោះស្រាយហៅដោះស្រាយរឿងហៅគេបងហ្នឹងឥឡូវត្រូវកាន់តែធ្ងន់ទៀតដែរឥឡូវទៅចេញភ័យចេញអីឥឡូវគេចាប់ផ្ដើមចាក់បន្ថែមមកទៀតណាឥឡូវកំហាប់គាត់តបទៅវិញថាមានណាខ្ញុំមកដើរផ្ញើសារតាមទូរស័ព្ទប្រើលើកដំបងរករៀបពាក្យនិយាយមិនត្រូវហ្នឹងណាអូហ្នឹងហើយគេចេះដោះសាររបស់គេនេះមាននៅអត់ណីគេរៀងមានទេពកោសល្យដែរតាហ្នឹងហើយគាត់ដោះសារទៅវិញថាដោយសារទៅសេសារលើកដំបងពីមុនមកអត់ដើមមានទូរស័ព្ទប្រើទៅមានហ៎អញ្ចឹងទៅសេវាអត់តន់រៀបពាក្យអត់តន់ត្រូវអត់មានចេតនាទៅហៅគេបងហៅគេអីហ្នឹងទេហ្នឹងហើយអត់មានទេហ្នឹងហើយបន្ទាប់មកម៉ៃលីនក៏គាត់ផ្ញើសារទៅកំហាប់ឆ្លើយតបទៅវិញទៀតគាត់ថាខ្ញុំនិយាយលេងហ្នឹងណាខ្ញុំគេសិនហើយបងស្អែកជួបគ្នា good night បងហ្នឹងហើយអញ្ចឹងតែប៉ុន្តែគេគ្រាន់តែចំអន់លេងបញ្ញាប់តភ័យកំហាប់យើងមិនដឹងយ៉ាងម៉េចណាបញ្ញាប់តភ័យហ្នឹងហើយកំហាប់គាត់ក៏តបទៅវិញថាបាទ good night ហ្នឹងហើយអញ្ចឹងការផ្ញើសាររបស់ពួកគេទាំងពីរនាក់ហ្នឹងក៏បញ្ចប់តាមហ្នឹងទៅហើយកំហាប់ណាគ្រាន់តែពាក្យ good night បងដែលមេលីនផ្ញើក្នុងសារចុងក្រោយរបស់គេហ្នឹងណាដេកតែញឹមមកយប់ទល់ភ្លឺទាំងតាមពិតទៅអាហ្នឹងគាត់តែជាពាក្យធម្មតាគេនិយាយទូទៅហ្នឹងគេផ្ញើសារទូទៅធម្មតា good night បងអត់មានអីសោះហើយកំហាប់ទូតែដេកតែខ្ញុំសប្បាយចិត្តនឹង good night បងហ្នឹងអាហ្នឹងអារម្មណ៍ស្រឡាញ់គេម្នាក់ឯងអញ្ចឹងមែនណាអារម្មណ៍ក្រាស់គេម្នាក់ឯងអញ្ចឹងមែនណាហើយហ្នឹងហើយបន្តមកទៀតគឺព្រឹកថ្ងៃថ្មីមកដល់ហើយគ្រប់យ៉ាងរៀបចំរួចរាល់ក្រោយស្រស់ស្រូបអាហារពេលព្រឹកជុំគ្នាជាមួយនឹងលោកពុកម្នាក់ម្ដាយនឹងទទួលបានការណែនាំជាច្រើនអំពីគ្រួសាររបស់កំហាប់ណាអំពីឪពុកអ្នកម្ដាយរបស់គាត់ហ្នឹងកំហាប់ក៏ជម្រាបលាលោកទាំងពីរហើយក៏ជិះម៉ូតូចាក់ចេញទៅភ្នំពេញតែម្នាក់ឯងទៅហ្នឹងហើយពេលដែលគាត់ចាក់ចេញទៅហ្នឹងគឺគាត់ក៏លេចមើលទៅទឹកមុខរបស់អ្នកមានគុណរបស់គាត់ទាំងពីរហ្នឹងគឺមើលទៅគឺពោពេញទៅដោយការព្រួយបារម្ភមែនទែនពីព្រោះអីនេះគឺជាការដែលកូនប្រុសរបស់ខ្លួនចាក់ចេញត្រូវទៅរស់នៅឆ្ងាយម្នាក់ឯងជាលើកដំបូងផងចឹងអារម្មណ៍ជាពុកម្ដាយហ្នឹងគឺតែងតែមានហើយការព្រួយបារម្ភកំហាប់ជិះម៉ូតូអស់ប្រហែលជា2ម៉ោងហើយក៏ទៅដល់ភ្នំពេញគាត់ទៅដល់រង្វង់មូលជ្រោយចង្វានៅភ្នំពេញហ្នឹងគឺឃើញថាចរាចរណ៍កកកុញមែនទែនផ្លូវខ្វាត់ខ្វែងច្រើនហើយនៅពេលនេះគឺ
កំហាប់គឺគាត់អត់ដឹងថាទៅផ្លូវណាទៀតទេមកដល់តាមវងមូលជួយចវានឹងហើយគឺរកផ្លូវទៅបន្ទប់ជួលខ្លួនឯងអត់ឃើញទេគឺលែងស្គាល់បាត់ហើយមកលើកមុនហ្នឹងចោះតែពីលើឡានឈ្នួលបានពុធីបានអីទេជូនទៅអញ្ចឹងណាជូនទៅផ្ទះរបស់ពុធីទៅអីហ្នឹងទៅហើយតែពិតឲ្យតែគាត់ទៅដល់ផ្ទះពុធីគឺគាត់ស្គាល់ហើយដឹងត្រូវទៅបន្ទប់ជួលគាត់តាមណាពីព្រោះនៅក្បែរនោះទេប៉ុន្តែដោយសារមកលើកមុនហ្នឹងគឺគេជូនសិតសាតអត់មិនជិះមកខ្លួនឯងទេអញ្ចឹងដល់ពេលមកខ្លួនឯងគ្រប់យ៉ាងគឺមិនដឹងថាត្រូវទៅណាហើយពីមុនហ្នឹងគឺបានតារាដែរទេតារាដែលជូនទៅទិញពាក្យទិញអីចឹងណាអញ្ចឹងមកលើកហ្នឹងត្រូវម្នាក់ឯងគឺវេញមិនដឹងទៅខាងណាហើយគាត់នឹកឃើញហៅតារាចង់ឲ្យតារាមកជួយកំហាប់ក៏ទេទៅតារាដើម្បីចង់ឲ្យតារាមកជូនទៅផ្ទះកន្លែងផ្ទះពុធីហ្នឹងព្រោះតារាគេធ្លាប់មកដែរគេអាចស្គាល់អញ្ចឹងទៅចង់ឲ្យគេជូនទៅស្រាប់តែសយអើយសយទេទៅតារាគេទៅស្រុកបាត់ពីព្រោះថ្ងៃហ្នឹងគឺថ្ងៃសម្រាប់តារាគេទៅលេងស្រុកមួយថ្ងៃស្អែកទៅគេមកវិញអត់ប្រាប់គេមុនដល់ពេលអញ្ចឹងអាហ្នឹងជាការធ្វើប្រហែសដែរណាចេះនឹកឃើញទៅប្រាប់ក្រាស់ខ្លួនឯងមុនណាប្រាប់មីលីនប៉ុន្តែដល់ពេលតារាមិត្តភ័ក្តិចិត្តដិតដែលត្រូវពឹងគេក្នុងថ្ងៃហ្នឹងដែរណាអត់ប្រាប់គេទេឥឡូវទេគេទៅស្រុកបាត់អញ្ចឹងគំហាប់គឺជំរឿរបស់គាត់នៅកន្លែងនេះគឺមានតែមីលីននឹងឯងពីព្រោះអត់មានស្គាល់ពីណាទេមកលើកទី1អញ្ចឹងណាទៅឪពុកម្ដាយរបស់មីលីននោះក៏អត់ហ៊ានដែរអញ្ចឹងមានតែមីលីនទេអញ្ចឹងគំហាប់ក៏ទេទៅពឹងមីលីននឹងឯងមានអីទៀតលើកទូរស័ព្ទទេទៅញ័រដៃផងអីផងអូទេទៅក្រាស់លើកមុនហ្នឹងគាត់តែផ្ញើសារយើងភ័យអានេះត្រូវទេទៅនិយាយផ្ទាល់ទៅទៀតអញ្ចឹងគឺថាអត់មានជំរឿទេវគ្គនេះគឺមានតែទៅមីលីននឹងឯងអញ្ចឹងក៏លើកទូរស័ព្ទមកខលទៅមីលីនទៅមីលីនក៏លើកទូរស័ព្ទឲ្យគំហាប់នេះក៏ចាប់ផ្ដើមនិយាយទៅកាន់មីលីនទៅគំហាប់ក៏គាត់ចាប់ផ្ដើមលើថាអាឡូខ្ញុំគំហាប់ណាខ្ញុំគំហាប់ហ្នឹងហើយនិយាយរឿងភ័យតិចដែរហើយដល់ពេលហើយមីលីនក៏គាត់តបមកវិញថាចាបងមកដល់ហើយមែនអូឡើងស្រួយស្រេះមកតែម្ដងសម្រាប់មីលីនណាហ្នឹងហើយខ្ញុំជាអ្នក voice over មិនបានស្រួលស្រេះដូចមីលីនមែនតែនទេណាហ្នឹងហើយអធិស្ឋានបងប៉ុន្តែមីលីនគេនិយាយមកបែបស្រួយស្រេះតែហ្មងហើយកំហាប់គាត់ក៏បន្តទៀតថាខ្ញុំមកដល់រមូលមូលគុលស្ពានជ្រោយយ៉ាវ៉ាតែអត់ស្គាល់ផ្លូវទៅបន្ទប់ជួលណាហើយជួយជូនខ្ញុំទៅបន្តិចបានអត់ហ្នឹងហើយកំហាប់ក៏គាត់និយាយរឿងរលូនបន្តិចហើយបាននិយាយគ្នាបន្តិចទៅអារម្មណ៍យើងមូលមកវិញណាយើងរលូនបន្តិចហើយមេលីនក៏តបទៅវិញថាបើឯងចាំខ្ញុំនៅហ្នឹងទៅបន្តិចទៀតខ្ញុំទៅដល់ហ្នឹងហើយមេលីនគេឲ្យចាំបន្តិចទៅនេះគេទៅដល់ហើយកំហាប់ក៏គាត់តបទៅវិញថាបាទអរគុណហ្នឹងហើយបាទអរគុណអញ្ចឹងណាកំហាប់ចាប់ផ្ដើមលេងសូវភ័យដូចមុនហើយប្រហែលជាដោយសារតែរៀងបាននិយាយគ្នារៀងតិចទៅវារៀងស្រួលអារម្មណ៍មកវិញអញ្ចឹងណាអញ្ចឹងគាត់លេងសូវភ័យដូចមុនការរៀបពាក្យនិយាយអីក៏រៀងល្អជាងមុនដែរកំហាប់ក៏ឈរចាំមីលីននៅកន្លែងរមូលជ្រុងជាវ៉ាទៅមើលទស្សនវិជ្ជាទីក្រុងភ្នំពេញដែលមកខ្លួនឯងលើកដំបូងមកដោយខ្លួនឯងណាលើកដំបូងអង្គុយមើលចរាចរណ៍ខ្វាត់ខ្វែងមនុស្សម្នាមិនមានញឹកប្រកបរបររស់ស៊ីអីផ្សេងអញ្ចឹងទៅហើយចំណាយតែអាគារវិញគឺខ្ពស់ជាច្រើនវាហាក់ដូចជាពិភពមួយផ្សេងអញ្ចឹងសម្រាប់យុវជនមកពីស្រុកស្រែដូចជាកំហាប់អញ្ចឹងណាមួយសបកក្រោយមកមីលីនក៏គាត់មកដល់មីលីនក៏ស្រែកហៅទៅកំហាប់ថាបងកំហាប់ហ្នឹងហើយពេលឃើញគ្នាអញ្ចឹងណាជិះម៉ូតូម្នាក់មួយអញ្ចឹងណាហៅបងកំហាប់ឃើញទៅក៏រៀងភ្ញាក់ទេអូមីលីនផ្លូវវាបែកច្រើនពេកអញ្ចឹងអត់ដឹងទៅផ្លូវណាទៅបន្ទប់ជួលហ្នឹងហើយនៅពេលដែលឃើញមីលីនចាប់ផ្ដើមរដេករដប់ទៀតហើយប្រហាប់យើងអីក៏យ៉ាប់យ៉ាងនេះដល់ពេលឃើញគេផ្ទាល់រដេករដប់ទៀតហើយពីព្រោះអីឃើញវងភ័ក្រដ៏ស្រស់ស្អាតរបស់មីលីននៅមុខរូបរាងតូចច្រឡឹងភ្នែកធំខ្មៅដូចនៅនិយាយទៅគឺចាប់ផ្ដើមភ័យអទេរៀងញ័រមាត់ទៅទៀតហើយប្រហាប់យើងណាមីលីនគាត់ក៏តបទៅវិញថាអត់អីទេបើឯងចាំជិះតាមពីក្រោយខ្ញុំមកនៅចិត្តនេះដែរហ្នឹងណាមីលីនគាត់តបទៅប្រហាប់វិញដែរនិយាយទៅគាត់មុនហ្នឹងណាហ្នឹងហើយពួកគេទាំងពីរនាក់ហ្នឹងក៏ជិះពីមុខពីក្រោយគ្នាជិះទៅមីលីនគាត់ជិះពីមុខប្រហាប់ជិះពីក្រោយកំហាប់គាត់ជិះពីក្រោយចឹងទៅមីលីនជាអ្នកនាំផ្លូវចឹងទៅជិះបដាប្រហាប់នេះលួចមើលគេពីក្រោយទៅបដាហើយមីលីននោះគាត់ជិះក៏គាត់អាសាងាកមកក្រោយដែរគាត់អាសាងាកមកក្រោយហ្នឹងមិនមែនទៅក្រាស់កំហាប់អីទេអាសាងាកមកក្រោយខ្លាចកំហាប់វែងគាត់ជិះតាមអត់តាន់វែងដូចបាត់ទៅណាទៅណីបាត់ចឹងទៅពិបាកហើយកំហាប់នេះលួចមើលគេពីក្រោយដល់ពេលគេងាកមកម្ដងភ័យចង់លុះព្រលឹងហ្នឹងហើយភ័យចង់លុះព្រលឹងក្រោយពីជីបានមកសបកពួកគេទាំងពីរនាក់ហ្នឹងក៏ទៅដល់បន្ទប់ជួលមីលីនក៏បកគលសោបកគលអីឲ្យទៅកំហាប់ហើយក៏និយាយទៅកាន់កំហាប់ថាហើយបើឯងអត់ស្គាល់ផ្លូវអញ្ចឹងស្អែកទៅរៀនមិនទៅមីលីនគាត់សួរទាំងសោចអញ្ចឹងណាហ្នឹងហើយថាឥឡូវអត់ស្គាល់ផ្លូវហើយស្អែកទៅរៀនមិនទៅរៀនទៅបើកវិស្សមការណាមិនស្គាល់ផ្លូវទៅសាលាទៅ
កំហាប់គាត់តបទៅវិញថាជីព្រាវសិនទៅខុសពី3ដងអីស្គាល់ផ្លូវហ្នឹងហើយប្រាប់គាត់តបទៅវិញថាមានផ្លូវអីមាននៅជីព្រាវសិនហ្នឹងហើយម៉េលីនគាត់ក៏និយាយទៅកាន់កំហាប់វិញថាបងឯងរៀននៅសាលាជាតិគ្រប់គ្រងហ្នឹងមែនអត់ចាំលីនេះតែញ៉ាំប្រហិតនៅមុខសាលាហ្នឹងអត់ចាំខ្ញុំជូនទៅឲ្យបងឯងបានស្គាល់ផ្លូវទៅសាលាផងតែបងឯងអ្នកប៉ាខ្ញុំហ្នឹងហើយម៉េលីនគាត់និយាយថាល្ងាចនេះចង់ជូនកំហាប់ទៅស្គាល់ពីព្រោះវានៅអត់ឆ្ងាយពីផ្ទះរបស់គាត់ដែរទេហើយកំហាប់គាត់ក៏តបទៅវិញភ្លាមតែម្ដងថាប៉ាវបានតាឲ្យតែមេលៀនជូនទៅឲ្យបានស្គាល់ផ្លូវអូនិយាយទៅប្រហាប់ខំទប់អារម្មណ៍មែនទេប្រហាប់និយាយហ្នឹងគឺនិយាយទាំងខំទប់អារម្មណ៍មែនទេធ្វើដូចឯងធម្មតាអញ្ចឹងប៉ុន្តែក្នុងចិត្តមណាយោយពីអូពីណាមិនអស់បងប្អូនសំបីតែយើងណាក៏យើងអស់ដែរកំពុងតែក្រាស់គេកំពុងតែងប់ងល់នឹងគេហើយលេងស្រាប់តែគេហៅក្រាស់ហៅទៅដេតទៀតអូមណាយប្រូហាប់អីក៏សំណាងយ៉ាងនេះប្រូហាប់យើងហ្នឹងហើយនិយាយទៅពីអារម្មណ៍ខាងក្នុងតែខំទប់បានក្រាស់ហៅទៅនេះខំទប់គឺដូចឯងធម្មតាគឺដូចឯងប្រុសស្អាតអញ្ចឹងណាហ្នឹងហើយនិយាយធំទប់គឺមិនធ្វើនិយាយធម្មតាអញ្ចឹងទៅហើយមីលីនក៏គាត់ទៅតបមកវិញថាអូខេម៉ោង4ចេញទៅបងឯងអ្នកដឹកបងឯងអ្នកដប់ខ្ញុំចាំខ្ញុំអ្នកប្រាប់ផ្លូវហ្នឹងហើយគាត់និយាយប្រាប់អញ្ចឹងណាថាចាប់ពេលម៉ោង4ចាំទៅចាំយើងចេញទៅហូបប្រហិតជាមួយគ្នានៅមុខសាលាហ្នឹងណាហើយឲ្យកំហាប់អ្នកដប់គាត់ទៅយើងជិះម៉ូតូតែ1 2នាក់ទៅកំហាប់អ្នកដប់ហើយគាត់អ្នកជិះពីក្រោយចាំប្រាប់ផ្លូវអូគាត់តែសម័យក៏ស្វីតដែរមណាយអើយប្រុសហាប់នេះសំណាងក៏សំណាងដែរប្រុសហាប់យីទៅហើយកំហាប់គាត់ក៏តបវិញថាហ្នឹងហើយចាំម៉ោង4ចាំខ្ញុំទៅយកម៉ៃលីនក៏គាត់តបទៅវិញទៀតថាអត់រំខានទេរៀបចំអីវ៉ាន់សិនទៅម៉ោង4ចាំជួបគ្នាហ្នឹងហើយប្រុសហាប់ក៏គាត់ឆ្លើយថាបានអញ្ចឹងទៅហើយម៉ៃលីនក៏ចាកចេញទៅហើយប្រុសហាប់អូនិយាយពីប្លឹងផ្លះបាត់តាអស់ហើយហ្នឹងហើយអាឡ័យតែបានក្រាស់ហៅណាត់ទៅដេតល្ងាចហ្នឹងនិយាយទេក៏ចង់រៀងភ្លេចឪពុកម្ដាយនៅឯស្រុកនោះមកផ្លែទៅប្រុសហាប់ព្រោះថាមកដល់ភ្នំពេញហើយអត់ព្រមទេទៅប្រាប់ពួកគាត់ថាមិនដឹងគាត់បារម្ភយ៉ាងណាហើយខ្លួនឯងនឹកឃើញភ្លាមហ្នឹងក៏ចាប់ផ្ដើមរត់ទៅរកទូរស័ព្ទដើម្បីទៅប្រាប់ឪពុកម្ដាយជូននឹងពួកគាត់ថាមកដល់ដោយសុវត្ថិភាពហើយកុំឲ្យពួកគាត់បារម្ភអីចឹងណាហើយបន្ទាប់ពីហ្នឹងទៀតគាត់ក៏ចាប់ផ្ដើមរៀបចំកន្លែងស្នាក់នៅរួចទៅរកបាយទឹកឲ្យសម្រាប់យកកម្លាំងសម្រាប់ការណាត់ជួបលើកដំបូងរបស់គាត់ជាមួយនឹងក្រាស់នៅពេលល្ងាចនេះហ្នឹងហើយចុងភាគនេះយើងឆ្លេះតែប៉ុណ្នេះសិនចាំមើលភាគក្រោយប្រហាប់មើលទៅបានគេឬក៏បានយើងប្រហាប់ភាគក្រោយបានណាត់ជួបដេតជាមួយនឹងក្រាស់ជាលើកដំបូងហើយក្រាស់ជាអ្នកហៅទៅដេតទៅទៀតអើយប្រហាប់ស្ដាច់សំណាងហ្មងនិយាយទៅហ្នឹងហើយចាំជួបគ្នានៅភាគក្រោយអរគុណច្រើន